សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជារៀបចំការប្រជុំបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ JBC ជាមួយភាគីថៃដើម្បីបន្តការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនិងត្រៀមដាក់ចូលក្នុងរបៀបវរៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងតំបន់មុំ3ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងសម្ដេចធិបតីបញ្ជាក់ដូចនេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2025សម្ដេចធិបតីបានលើកឡើងថាក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេសថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការជាក់ស្ដែងនៅព្រំដែនកម្ពុជាថៃដោយខ្ញុំបានបញ្ជាក់រួចហើយកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលសម្ដេចបន្តថាដោយសារក្នុងពេលថ្មីនេះស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនៅចលនាជាតិនិយមក្នុងប្រទេសទាំងពីរដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខខ្ញុំបានផ្ដល់គោលការណ៍ណែនាំឲ្យភាគីកម្ពុជាខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធីផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព